ពិតជាស្រស់ស្អាតនិងស័ក្តិសមជាមួយគ្នាមែនទែននេះគឺជាគូស្នេហ៍ថ្មីរបស់អ្នកនាងដេនីខ្វាន់នៅពេលដែលមនុស្សពីរនាក់រស់នៅជាមួយគ្នាពួកគេត្រូវយល់ឲ្យបានច្បាស់នៅអ្វីដែលគ្នាចង់បាននិងដឹងពីរបៀបបំពេញតម្រូវការផ្លូវចិត្តរបស់គ្នាទៅវិញទៅមកដើម្បីឲ្យការរស់នៅរបស់ពួកគេកាន់តែប្រសើរឡើងគូស្នេហ៍មួយចំនួនមិនបានដឹងពីរឿងនេះទេផ្ទុយទៅវិញពួកគេបែរជារិះគន់គ្នាទៅវិញទៅមកហើយមិនដែលដឹងគុណចំពោះការខិតខំប្រឹងប្រែងឬការរួមចំណែករបស់គ្នាទៅវិញទៅមកដែលធ្វើឲ្យទំនាក់ទំនងកាន់តែឃ្លាតឆ្ងាយនិងឯកាពេលនេះដែរយើងក៏រលេចមកមើលគូស្នេហ៍របស់អ្នកនាងដេនីខ្វាន់វិញម្ដងពួកគាត់ទាំងពីរនាក់គឺមានភាពផ្អែមល្ហែមល្អល្អឿនស្និទ្ធស្នាលនិងមានសេចក្តីសុខជាមួយគ្នាជាខ្លាំងពួកគាត់ស្រឡាញ់គ្នាល្អល្អឿនណាស់សប្តាហ៍ថ្ងៃនេះអ្នកនាងបានរៀបរាប់ថាមិនប្រាថ្នាអីច្រើនទេសូមត្រឹមរស់នៅបែបសាមញ្ញមានគ្រួសារដ៏តូចមួយនៅជាមួយមនុស្សដែលយើងស្រឡាញ់ក៏មានសេចក្តីសុខពេញលេញទៅហើយកាលពីម្សិលមិញនេះដែរអ្នកនាងដេនីខ្វាន់បាននាំគ្រួសារទៅលេងនៅខេត្តកំពតទៅលេងដល់ចំការទុរេនអ្នកនាងបានសរសេររៀបរាប់បន្ថែមទៀតថាអរគុណពូមីងនិងប្អូនស្រីម្ចាស់ចំការទុរេននៅភូមិគោកចិនលេងឃុំថ្មីស្រុកទឹកឈូខេត្តកំពតដែលបានរៀបចំអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់សម្រាប់ទទួលនាងខ្ញុំជាពិសេសគឺទុរេនទុំធម្មជាតិដ៏ផ្អែមឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបានបងប្អូនចង់ញ៉ាំទុរេនកំពតអាចតាក់ទងទៅគាត់បានទុរេនឆ្ងាញ់ម្ចាស់ចំការរស់រាយរាក់ទាក់